ភាពអស្ចារ្យរបស់អ្នកលក់គឺអត់ធ្មត់មួយកុំខ្វល់កុំខ្លាចកុំព្រួយរឿងអ្វីក៏ដោយដែលមិនតាក់ទងនឹងមុខរបររបស់យើងកុំយកសម្ដីរបស់គេមកគិតត្រូវខិតខំពង្រឹងមុខរបររបស់យើងឲ្យបានរឹងមាំកុំយកសម្ដីរបស់គេមកគិតនាំតែខាត់ពេលវេលារបស់យើងនោះទេពីព្រោះអ្នកខ្លះយើងយកតែសម្ដីគេមកដាក់ខ្លួនឯងប៉ុន្តែខ្លួនឯងអត់បានពិចារណាថាតើគេនិយាយនឹងដើម្បីឲ្យយើងរីកចម្រើនឬក៏និយាយក្នុងភាពចំណែននន្ទាឬក៏និយាយក្នុងភាពបង្អាក់ដំណើរនៃការរកស៊ីរបស់យើងអញ្ចឹងបើសិនជាយើងយកសម្ដីរបស់គេជាធំយើងយកគំនិតរបស់គេជាធំសួរថាតើមុខរបរយើងនឹងវាអាចទៅបានទេអញ្ចឹងភាពអត់ធ្មត់សំខាន់បំផុតសម្រាប់យើងគឺជាអ្នកប្រកបមុខរបររកស៊ីហើយកុំយកសម្ដីគេទៅមកគិតនាំតែខាត់ពេលវេលានាំតែខាត់ក្តីសម័យរបស់ខ្លួនយើងទេ2ត្រូវផ្ដោតលើខ្លួនឯងលើគំនិតកុំយកត្រូវផ្ដោតលើខ្លួនយើងកុំទៅផ្ដោតទៅលើគំនិតអ្នកដទៃនាំតែខាត់លៀបរបស់យើងទេថ្ងៃណាវេលាណាក៏ល្អដែរឲ្យតែខ្លួនយើងហ្នឹងចេញរកស៊ីលៀបសំណាងបង្គោលគឺយើងជាអ្នកសាងឡើងនៅខ្លួនយើងព្រោះកាលណាសំណាងនឹងលៀបឬក៏មង្គលសេរីល្អគឺមិនមែនអ្នកដទៃនេះគឺជាអ្នកផ្ដោតមកឲ្យយើងអញ្ចឹងថ្ងៃណាក៏លៀបថ្ងៃណាក៏សំណាងថ្ងៃណាក៏ជ័យដែរឲ្យតែយើងចេញរកស៊ីហើយកុំយកពេលវេលាដែលអត់ប្រយោជន៍ទៅគិតពិចារណានៅសម្ដីរបស់គេកុំទៅយកពេលវេលាអត់ប្រយោជន៍ទៅចំណាយទៅលើដែលរឿងមិនមានបានផលប្រយោជន៍មកដល់ខ្លួនឯងក្នុងមុខរបររបស់យើងចំណុច3យើងត្រូវរស់នៅក្នុងថ្ងៃនេះឲ្យបានល្អជាយាមលក់ឲ្យបានច្រើននៅក្នុងថ្ងៃនេះនោះថ្ងៃស្អែកក៏យើងទទួលបានផលល្អដែរពីព្រោះថាស្អែកវេលាដែលមិនទាន់មកដល់ទេគ្មាននរណាម្នាក់អាចមើលឃើញនៅថ្ងៃស្អែកអ្វីដែលកើតឡើងបានឲ្យច្បាស់ដូចនៅក្នុងថ្ងៃនេះនោះទេពីព្រោះថ្ងៃនេះគឺជាថ្ងៃដែលយើងបានឆ្លងកាត់រួចទៅហើយថ្ងៃនេះជាថ្ងៃដែលយើងកំពុងតែប្រកបរបររកស៊ីរបស់ថ្ងៃនេះវេលានេះគឺជាពេលវេលាដែលយើងកំពុងតែជួបប្រទះអញ្ចឹងសួរថាតើថ្ងៃស្អែកយើងអាចមើលឃើញទេយើងមិនអាចមើលឃើញថ្ងៃស្អែកដូចថ្ងៃដែលយើងកំពុងតែប្រកបរបរនេះទេអញ្ចឹងយើងត្រូវរស់នៅក្នុងបច្ចុប្បន្នភាពឲ្យបានប្រសើរហើយចាំគិតទៅដល់អនាគតកាលពីព្រោះយើងម្នាក់គ្មាននរណាមើលឃើញថ្ងៃស្អែកអញ្ចឹងសម្រាប់ខ្ញុំតែងតែគិតថាយប់នេះខ្ញុំដេកលំលក់បានស្រួលរួចឡើងស្អែកឡើងខ្ញុំឮសំឡេងចាប់យំនៅមុខផ្ទះឬក៏ក្រោយផ្ទះឬមួយក៏ខ្ញុំបើកភ្នែកឡើងឃើញពលឺព្រះអាទិត្យនោះខ្ញុំគិតថាខ្ញុំរស់បានមួយថ្ងៃទៀតអញ្ចឹងយើងគិតថ្ងៃនេះឲ្យល្អចាំថ្ងៃស្អែកចាំគិតទៀត4ក្នុងនាមយើងជាអ្នករស់ស៊ីកុំដាក់ក្តីរំពឹងខ្ពស់ពេកទៅលើអ្នកដទៃត្រូវដាក់ក្តីរំពឹងមកលើខ្លួនយើងមានតែខ្លួនយើងទេដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនយើងបានពីព្រោះកាលណាយើងដាក់ក្តីរំពឹងទៅលើគេខ្ពស់ពេកសួរថាឥឡូវឧទាហរណ៍ថាមាននរណាម្នាក់មកណែនាំថានេះរកស៊ីតាមខ្ញុំចេះវានឹងអាចរីកចម្រើនជាងអ្វីដែលអូនឬអ្វីដែលបងឬអ្វីដែលពូមីងកំពុងតែធ្វើនឹងបើសិនជារកតាមខ្ញុំនឹងអាចរីកចម្រើនល្អប្រសើរជាងក៏ប៉ុន្តែយើងត្រូវចាំថាអានោះគឺជាក្តីសម័យរបស់គេអានោះគឺជាមុខរបររបស់គេតែក្តីសម័យរបស់ខ្លួនយើងអត់ទាន់បានគិតអត់ទាន់បានធ្វើឲ្យបានច្បាស់លាស់ទេអញ្ចឹងយើងត្រូវសម្រាប់ខ្លួនឯងថាតើជោគវាសនារបស់យើងឲ្យអ្នកដទៃសម្រេចឬក៏យើងជាអ្នកសម្រេចសំខាន់ខ្លួនយើងគឺជាអ្នកប្រព្រឹត្តខ្លួនយើងជាអ្នកធ្វើ5កុំខ្វល់ខ្វាយទៅលើខ្សែភ្នែករបស់អ្នកដទៃហើយគេសម្លឹងមកមើលលើយើងការគិតការសម្លឹងនោះវាជាការភ្នែករបស់យើងមិនអាចទៅហាមឃាត់គេបានទេគេបាននោះទេយើងដឹងត្រឹមថាហាមឃាត់ខ្លួនឯងបានហើយបើសិនជាយើងហាមឃាត់ខ្លួនយើងបានហើយនោះយើងចាំហាមឃាត់គេបន្តព្រោះការគិតរបស់គេក្តីសម័យរបស់គេវាខុសពីក្តីសម័យរបស់យើងការសម្លឹងគិតរបស់គេវាជារឿងរបស់គេអញ្ចឹងយើងត្រូវព្យាយាម
សាងនៅអ្វីដែលខ្លួនមានហើយត្រូវបំពេញនៅក្តីស្រមៃរបស់ខ្លួនកុំទៅយកអារម្មណ៍របស់គេមកដាក់មុខរបរយើងគឺជាមុខរបររបស់យើងមុខរបរគេគឺជាមុខរបររបស់គេអញ្ចឹងរៀនរស់ជាមួយនឹងខ្លួនឯងឲ្យបានច្រើនប្រសើរជាងយើងយកគំនិតគេមកប្រើ